ស្ដីបងប្អូនថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយថ្ងៃនេះមកបង្ហាញចំណេះដឹងឲ្យបងប្អូនដែលដៃថ្មីដែលគាត់មិនទាន់យល់ពីបញ្ហាពេកណាហើយអ្នកមួយចំនួនគាត់បាត់បតុង CM បាទមុននឹងបន្តមេរៀនរបស់យើងកុំភ្លេចជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីៗរបស់ខ្ញុំបន្តទៀតអញ្ចឹងណាហើយសម្រាប់បងប្អូនដែលបាត់បតុង CM មិនបាច់បារម្ភទេបងប្អូនបតុង CM វាមិនតាណាទេទោះបីវាបាត់ក៏ដោយទោះបីវានៅក៏ដោយសំខាន់យើងព្យាយាមតែធ្វើវីដេអូផុសឲ្យច្រើនទៅហើយវាគង់តែបានមកវិញទេបងប្អូនពេលខ្លះវាបានមកវិញក៏អាចបានជាបតុង set up ឲ្យបតុង set up CM ដែរហើយសម្រាប់ដល់បងប្អូនមួយចំនួនគាត់នេះជួបបញ្ហាបែបនេះបតុង CM របស់យើងណាជាប់សោបងប្អូនមិនបាច់បារម្ភទេការជាប់សោរបស់យើងមួយនេះវាមិនសំខាន់ទេបងប្អូនយើងព្យាយាមតែផុសទៅតែផុសមិនស្រួលហ្នឹងពេលវាដោះសោក៏អាចវាបានបតុង CM ដែរវាអាចបានបតុង set up អញ្ចឹងណាហើយសម្រាប់បងប្អូនមួយចំនួនគាត់ជួបបញ្ហាក្នុង page ថាpage ខ្លះនេះបងប្អូនវារូបភាពមួយនេះជា page ខ្លះវាចេញអញ្ចឹងយើងចុចស្នើជួយចឹងឲ្យចុចស្នើដើម្បីយើង page យើងគ្រប់គោលការណ៍យើងចុចដើម្បីស្នើរលុយជាមួយCM បងប្អូនមិនបាច់ស្នើទេព្រោះបទពិសោធន៍របស់ខ្ញុំធ្លាប់ស្នើហើយស្នើដែរបានទេទោះបី page របស់យើងគ្រប់លក្ខខណ្ឌក៏ដោយផ្ទុះក៏ដោយការឲ្យបតុង CM វាឲ្យអាស្រ័យលើតែវីដេអូរបស់យើងមានគុណភាពល្អពេលខ្លះប្រព័ន្ធ AI របស់ក្រុមហ៊ុនហ្នឹងវាអ្នក select ជ្រើសរើសមកទេបងប្អូនអញ្ចឹងទៅវាបានបតុង CM ហើយនេះជាបទពិសោធន៍របស់ខ្ញុំពេលខ្លះហើយបើខ្ញុំមិនផ្ទុះក៏អាចបានបតុង CM ដែរវាអត់ទៀងបងប្អូនមិនបាច់បារម្ភទេហើយអ្នកខ្លះក៏ជួបបញ្ហានេះពេលខ្លះមិនក៏មានកន្លែង6ចំណុចគ្រប់គោលការណ៍របស់6ចំណុចហើយខ្លះមិនក៏អត់មានហើយភ័យខ្លះគ្រប់6ចំណុចហើយមិនក៏អត់បានបតុង set up CM បងប្អូនធ្វើបានគ្រប់ណាហើយសម្រាប់តែខ្ញុំជាធ្លាប់មានបទពិសោធន៍អញ្ចឹងអត់ដែលមានបញ្ហាទេបងប្អូនទោះបីគ្រប់6ចំណុចក៏ដោយភ័យខ្ញុំបង្កើតមកអត់មាន6ចំណុចហ្នឹងក៏ដោយក៏វាមិនបញ្ហាទេបងប្អូននេះទៅលើក្រុមហ៊ុន Facebook គាត់អ្នក select ឲ្យយើងទេតែយើងមានសំណាងពេលខ្លះពេលយើងធ្វើ 4-5 page អញ្ចឹងអាចមកទាំងអស់ក៏មានដែរប៉ុន្តែជាទូទៅ page វាឲ្យចាប់ពី1k follower ឡើងអញ្ចឹងបងប្អូនព្យាយាមតែផលិតវីដេអូទៅឲ្យមានអ្នក follow បានត្រឹម 1k ជាងហើយព្យាយាមផុសទៅវាគង់តែបានសម្រាប់ទេបងប្អូនមិនបាច់បារម្ភទេចំណុចខាងនេះព្រោះខ្ញុំវាធ្លាប់ជួបខ្លួនឯងផ្ទាល់ហើយបងប្អូនមិនបាច់បារម្ភមិនបាច់ព្រួយត្រង់ចំណុចណាមួយឡើយព្យាយាមតែផលិតវីដេអូឲ្យបានច្រើនផលិតវីដេអូវែងវីដេអូខ្លីផុសរូបភាពអាចលេខជា story ហើយអីផ្សេងទៅវាគង់តែបានសម្រាប់ទេបងប្អូនមិនបាច់បារម្ភទេហើយការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ